ពលរដ្ឋ22គ្រួសារនៅស្រុកបន្ទាយស្រីតវ៉ាឲ្យបញ្ឈប់ការឈូសឆាយដីដោយឈ្មោះចៅលឿងហៅយាយឡាយខេត្តសៀមរាបប្រជាពលរដ្ឋចំនួន22គ្រួសារនៅឃុំស្រះខ្វាវឃុំត្បែងស្រុកបន្ទាយស្រីខេត្តសៀមរាបបានបញ្ចេញសម្លេងតវ៉ាប្រឆាំងនឹងការចូលរួមរបស់បុគ្គលឈ្មោះចៅលឿងហៅយាយឡាយដែលបាននាំជនរួមការងារនិងគ្រឿងចាក់មកឈូសឆាយរបងផលដំណាំនិងដីដែលពួកគាត់កាន់កាប់ប្រើប្រាស់តាំងពីឆ្នាំ1979មកតាមរបាយការណ៍របស់ប្រជាពលរដ្ឋមនុស្សជាច្រើននៅលើដីនោះបានរស់នៅអាស្រ័យជាប់គ្នាតាំងពីសម័យបន្ទាប់ពីឆ្នាំ1979ហើយបានកសាងជីវភាពជាអាណានិគមបន្តចំនួនមួយទៅមួយទោះបីយ៉ាងណានៅឆ្នាំ2014ដល់ឆ្នាំ2015មានបុគ្គលមួយចំនួនបានអះអាងថាខ្លួនបានទិញដីពីម្ចាស់ស្លាកក្បត់ដើមដោយមិនមានឯកសារផ្លូវការពីភូមិឬឃុំបញ្ជាក់នោះឡើយពលរដ្ឋជាច្រើនសួរសំណួរថាតើឈ្មោះចៅលឿងហៅយាយឡាយជាបុគ្គលនៅស្រុកណាហើយតើស្លាកក្បត់ដែលគាត់អះអាងនោះមានសុពលភាពដូចម្តេចនៅឆ្នាំ2024បុគ្គលនោះបានចូលមកជាថ្មីម្ដងទៀតនិងប្រើគ្រឿងចាក់ដើម្បីឈូសឆាយដីដែលពលរដ្ឋកាន់កាប់ជាក់ស្ដែងជាបន្តពួកគេបានបណ្ដាលឲ្យរបងផ្ទះសម្បែងនិងដំណាំត្រូវបានបំផ្លាញដោយមិនមានការអនុញ្ញាតពីអាជ្ញាធរនិងពលរដ្ឋអំឡុងពេលនោះពលរដ្ឋបានរាយការណ៍ទៅអភិបាលស្រុកបន្ទាយស្រីលោករិនឡូតដើម្បីស្នើអន្តរាគមន៍លោកបានឆ្លើយថាសាលាស្រុកកំពុងស្រាវជ្រាវរកការពិតនិងបានរាយការណ៍ទៅឯកឧត្តមអភិបាលខេត្តសៀមរាបលោកបញ្ជាក់ថាដីនេះជាដីរដ្ឋហើយពលរដ្ឋអាចរស់នៅបណ្ដោះអាសន្នដូច្នេះគេនឹងពិនិត្យយ៉ាងហ្មត់ចត់មុននឹងធ្វើសំណើសម្រាប់ណាមួយនៅពេលដែលខាងអ្នកសារព័ត៌មានយើងតាក់ទងទៅមេភូមិស្រះខ្វាវលោកបានបញ្ជាក់ថាការឈូសឆាយរបងពិតជាកើតមានហើយស្លាកក្បាត់មួយចំនួនត្រូវបានអភិបាលស្រុកមកខភាពចោលរួចហើយពលរដ្ឋទាំង22គ្រួសារបានស្នើសុំឲ្យសម្ដេចបវរធិបតីជួយឲ្យពួកគេរក្សាទុកដីដែលពួកគាត់ចាស់បានរស់នៅកាន់កាប់អាស្រ័យជាប់គ្នាដូចជាកម្មសិទ្ធិខ្លួនពីព្រោះពួកគាត់មិនមានដីផ្សេងទៀតឡើយ